ចៅឆ្លៀនពីនសៀមភ្លុករសជាតិ BM21 មិនទាន់ឆ្អែតផងនោះពេលនេះប្រកាសឌឺដងឲ្យកម្ពុជាប្រើ PHL03 បើជាអាក្រក់មែនបណ្ដាញសារព័ត៌មានថៃនិងបកពួកថៃដែលជ្រុលនិយមមិនដែលចង់បានសន្តិភាពជាមួយនឹងកម្ពុជាម្ដងណាឡើយហើយចៅឆ្លៀនពីនទំនងជាទទួលទាន BM21 មិនទាន់ឆ្អែតក៏បាននាំគ្នាស្រែកប្រកាសឌឺដងឲ្យកម្ពុជាឲ្យលើកម្ហូប PHL03 ដែលកម្ពុជាមិនទាន់ប្រើផងនោះកម្ពុជាខំមាត់សង្កត់ចិត្តរក្សាភាពអត់ធ្មត់ខ្លាំងណាស់ដើម្បីការពារអាយុជីវិតពលរដ្ឋខ្មែរនិងទាហានខ្មែរកម្ពុជាមិនចង់ពង្រីកសង្គ្រាមឲ្យកាន់តែធំនោះឡើយព្រោះកម្ពុជាកំពុងតែស្រេកឃ្លាននូវសន្តិភាពដែលសម្ដេចតេជោដណ្ដើមបានយ៉ាងលំបាកនោះសូមបញ្ជាក់ផងដែរថាកម្ពុជាក្នុងនាមជាប្រទេសដែលរងគ្រោះគឺជាប្រទេសស្រឡាញ់សន្តិភាពគ្មានជំរឿអ្វីក្រៅតែពីការប្រាស្រ័យការពារខ្លួនដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋការពារបូរណភាពទឹកដីយ៉ាងអង់អាចនោះឡើយបើយោងតាមប្រភពពីលោកផែងវណ្ណៈដែលបានសរសេរបង្ហោះលើគណនី Facebook Page របស់លោកកាលពីថ្ងៃទី22ខែធ្នូឆ្នាំ2025ម្សិលមិញនេះបានឲ្យដឹងថាទាហានឆ្លៀនពៀនថៃដែលព្យាយាមរុលចូលទឹកដីកម្ពុជាត្រូវបានវីរៈកងទ័ពកម្ពុជាបាញ់ឲ្យស្លាប់ជាង 6000 នាក់ខណៈដែលរងរបួសជិត 20000 នាក់ឯណោះជាក់ស្ដែងកាលពីថ្ងៃទី21សារព័ត៌មានថៃឈ្មោះ Thai Press ដែលមានអ្នកតាមដាន 241k followers បានបង្ហោះរូបភាពយន្តហោះចម្បាំងជាច្រើនគ្រឿងហោះលើអាកាសខ្វះវិជ្ជាជីវៈអមដោយសំឡេងខ្លីក្នុងន័យញុះញង់ឌឺដងមកកម្ពុជាថាតើពេលណាទើបកម្ពុជាបញ្ចេញរ៉ុកែត PHL03 ខ្សែត្រៀមប្រយុទ្ធរបស់ថៃអាចធ្លាយដល់ក្រុងភ្នំពេញស្រដៀងគ្នានេះដែរកាលពីថ្ងៃទី22ខែធ្នូឆ្នាំ2025សារព័ត៌មានថៃមួយទៀតដែលមានឈ្មោះថាអាស៊ានដែលមានអ្នកតាមដាន 337k follower បានបង្ហោះរូបភាពយន្តហោះចម្បាំងអមដោយសំណេរឌឺដងប្រមាថមាក់ងាយកម្ពុជាថាយន្តហោះចម្បាំងថៃនៅកម្ពុជាដល់ហើយទាំងអស់នេះគឺសូមបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាចិត្តសាស្ត្រចោលឆ្លៀនពៀនមួយនេះចូលចិត្តមាក់ងាយប្រទេសជិតខាងហើយចង់ធ្វើសង្គ្រាមជាមួយនឹងអ្នកជិតខាងដើម្បីបង្អួតសម្ញែងឲ្យគេដឹងថាខ្លួនគឺជាបងធំក្នុងតំបន់អាស៊ានខណៈដែលឥណ្ឌូនេស៊ីដែលជាបងធំអាស៊ានពិតប្រាកដកំពុងតែរក្សាភាពស្ងៀមស្ងាត់តើរ៉ុកែតចល័តបាញ់កំជ្រួចរយៈចម្ងាយឆ្ងាយ PHL03 មានអនុភាពខ្លាំងបែបណាអាចកំណត់គោលដៅវាយប្រហារទីតាំងសត្រូវច្បាស់កម្រិតណាមានវិសាលភាពបំផ្លិចបំផ្លាញកម្រិតណាទើបបានជាទាហានចៅសៀមខ្លាចអនុភាពរបស់វាខ្លាំងម្ល៉េះយោងតាមការចុះផ្សាយរបស់គេហទំព័រ Army Reconnaissance បានឲ្យដឹងថាប្រព័ន្ធរ៉ុកែតបាញ់កំជ្រួចរយៈចម្ងាយឆ្ងាយដ៏មានអនុភាព PHL03 ត្រូវបានបំពាក់លើរថយន្តកង់8ដែលមានកម្លាំងរមូលទាំង8ធ្វើឲ្យយានទាំងមូលមានកម្លាំងខ្លាំងក្លាក្នុងការចល័តគ្រប់ស្ថានភាពផ្លូវប្រព័ន្ធរ៉ុកែតនេះមានកណ្ដុងសរុបចំនួន12កណ្ដុងហើយប្រើកាំជ្រួចវែងនីមួយៗមានទំហំ300មីលីម៉ែត្រមានទម្ងន់រហូតដល់800គីឡូក្រាមដោយគ្រាន់តែក្បាលគ្រាប់មួយមានទម្ងន់រហូតដល់280គីឡូក្រាមកាំជ្រួចនេះមានសមត្ថភាពអាចបាញ់បានចម្ងាយចន្លោះពី70ទៅដល់130គីឡូម៉ែត្រហើយប្រើពេលត្រឹមតែ30វិនាទីប៉ុណ្ណោះសម្រាប់ការបាញ់ចេញមួយឈុត12គ្រាប់កាំជ្រួចរយៈចម្ងាយឆ្ងាយ PHL03 បំពាក់ដោយប្រព័ន្ធការគ្រប់គ្រងបាញ់ Digital ជាមួយទៅនឹង GPS ដែលអនុញ្ញាតឲ្យកំណត់គោលដៅកាន់តែលឿនរហ័សនិងកាន់តែសុក្រិតច្បាស់ដូចថ្ងៃហើយវាអាចចល័តបដូរទីតាំងបានរហ័សដើម្បីគេចផុតពីការវាយប្រហារតបតរបស់សត្រូវយោងតាមគេហទំព័រ Army Reconnaissance បានឲ្យដឹងថាកំជ្រួចរយៈចម្ងាយឆ្ងាយ PHL03 សម្រាប់មួយឈុត12គ្រាប់មានសមត្ថភាពអាចកំទេចសត្រូវក្នុងទំហំ67ហិកតាឲ្យខ្ទេចខ្ទីដូចខ្ទឹមមិនថាទីបញ្ជាការយោធាបន្ទាយទាហានអាកាសយានដ្ឋាននិងស្ថានីយ៍ប្រព័ន្ធការពារដែនអាកាសរបស់សត្រូវជាដើមហើយក្នុងកាំជ្រួចនេះមួយគ្រាប់មានតម្លៃមិនក្រោម$120,000អាមេរិកនោះឡើយសូមបញ្ជាក់ថាកាំជ្រួចរយៈចម្ងាយឆ្ងាយ PHL03 ដែលផលិតឡើងតាមក្រុមហ៊ុនចិនមានឈ្មោះ China North Industries Group Corporation ហៅកាត់ថា Norinco ខាងលើនេះត្រូវបានប្រើប្រាស់ដោយយោធានៃប្រទេសជាច្រើនដែលវាត្រូវបានចាត់ទុកថាស្ថិតនៅក្នុងចំណោមសព្វវុធដ៏មានអនុភាពបំផុតនៅក្នុងពិភព